ចាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងបង្ហាញពីរបៀបធ្វើស្លែមចាអញ្ចឹងគ្រឿងស្លែមមានដូចតទៅគ្រឿងដែលសំខាន់ជាងគេហ្នឹងគឺយើងត្រូវការប្រើកាវ ATM ហើយយើងត្រូវការប្រើជាមួយនឹងសាប៊ូកក់សក់ហើយនឹងម្សៅភេសជ្ជៈហើយយើងត្រូវការចានហើយនឹងសាព្រាសម្រាប់កូរវាហើយសម្រាប់នឹងកំប៉ុងមួយពេលដែលយើងលាយស្លែមហើយយើងទុកក្នុងនឹងសម្រាប់ឲ្យលេងបានយូរហើយថ្នាំកញ្ចក់ហ្នឹងយើងអាចលាយសម្រាប់ជាពណ៌យើងត្រូវការពណ៌អីយើងលាយពណ៌ទាំងបានណាយើងអត់លាយជាមួយពណ៌ក៏បានដែរអូខេឥឡូវយើងចាប់ផ្ដើមលាយស្លែទាំងអស់គ្នាណាដំបូងយើងដាក់កាយ ATM បរិមាណសមស្របចាបន្ទាប់មកទៀតយើងលាយជាមួយនឹងម្សៅភេសជ្ជៈតោះមកយើងកូរវាសិនចានៅពេលដែលយើងកូរវាបានជិតសព្វហើយបន្ទាប់មកយើងដាក់សាប៊ូកក់សក់ចូលហើយយើងកូរវាសព្វដដែលចានៅពេលដែលយើងលាយវាសព្វហើយវានឹងចេញពណ៌សបែបនេះហើយបើសិនជាយើងចង់លាយពណ៌យើងអាចលាយជាមួយទឹកពណ៌ក៏បានឬក៏យើងអាចលាយជាមួយ painting ឬក៏ថ្នាំលាបកញ្ចក់ក៏បានដែរចាអញ្ចឹងនាងខ្ញុំជ្រើសរើសយកពណ៌បៃតងជប់សិនអូខេនៅពេលដែលរួចរាល់ហើយយើងកូរវាឲ្យសព្វដើម្បីឲ្យវាឡើងពណ៌ចាបើសិនជាយើងស្រឡាញ់ពណ៌រៀងដិតដោយសារខ្ញុំស្រឡាញ់ពណ៌ដិតចឹងខ្ញុំដាក់ពណ៌បន្ថែមចាពណ៌រៀងបៃតងចាស់បន្តិចបន្ទាប់ពីយើងលាយកូរវាឲ្យសព្វរួចហើយយើងយកវាទុកដាក់ក្នុងកំប៉ុងចាដាក់ក្នុងកំប៉ុងជ័រដើម្បីឲ្យងាយស្រួលសម្រាប់ឲ្យវាស្ងួតយើងឆាប់បានលេងចានៅពេលដែលលាយរួចហើយយើងគ្របវាទុកមកស្ទុះទៅយើងអាចលេងបានណានេះចានេះគឺស្លែមនៅពេលដែលដកចេញពីកំប៉ុងមកនេះវានៅរៀងស្អិតណាចានេះចាបន្ទាប់ពីយើងលាយហើយយើងទុកវាមកស្ទុះយើងអាចយកវាលេងបានណានេះបែបនេះចានេះគឺជាសមិទ្ធផលចុងក្រោយនៃការលាយស្លែមចាអរគុណសម្រាប់ការតាមដានវីដេអូនេះអរគុណ